បើយើងមិនបាត់បង់ជ័យក៏ហីចោះតែយើងសុំបដៅនាងបញ្ចេញកំហឹងសិនតើអ្នកនាងចង់ធ្វើអីទេអើយគឺបោចសក់នាងនឹងហើយអ្នកនាងអើយអូយបាក់អើយអូយបាក់ចកេះផោងតែម្ដងអើយអ្នកនាងកាត់អីដែរទេអើយនាងមិនរួចខ្លួនទេនេះណែអូយស៊ីដីបណ្ដោយអញអើយអូនបងគិតថាបងទៅនេសាទឆ្ងាយជាមួយពូដាំវិញហើយព្រោះនៅចិត្តនេះបានតែមហូបហ្នឹងមិនបានសល់យកទៅលក់យកប្រាក់សោះចាប់បងអូនព្រមតាមបងជានិច្ចទេបងទៅហើយណាល្ងាចជួបគ្នាចាប់បងពូដាំនិងនីជ័យក៏បានចាក់ចេញផុតទៅធីតាចាំហើយចាំទៀតទោះបីមិញសោកពូដាំនិងអ្នកភូមិផ្សេងទៀតនិយាយអង្វរឲ្យនាងសម្រាប់បែបណាក៏ដោយនាងមិនឈប់រងចាំដែរហើយទីបំផុតនាងក៏បានស្លាប់ក្បែរមាត់ច្រាំងវិញ្ញាណរបស់ធីតាក៏បានហោះអណ្ដែតឡើងនាងខ្ញុំសូមសច្ចាដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយត្បិតអីខ្ញុំរងចាំប្តីមិនទៅណាទេហេតុនេះសូមឲ្យរូបកាយសាកសពរបស់ខ្ញុំខ្លាយទៅជាថ្មឈរចាំប្តីផងទៅចុះហាក់មានការទទួលដឹងឮពីវត្ថុស័ក្តិសិទ្ធិមែនរូបកាយសាកសពធីតាក៏បានខ្លាយទៅជាថ្មឈរចាំប្តីនាងមាត់ទឹកចាប់ពីពេលនោះតែម្ដងរឿងធីតាចាំស្នេហ៍ប្រែមេត្តានេះទានអំពីនារីម្នាក់ជាមនុស្សល្អណាស់នាងមិនសម្បូរទ្រព្យតែនាងមានចរិយាប្រពៃហើយជាស្រីគ្រប់លក្ខតែម្ដងនៅផ្ទះធីតាហើយកូនស្រីស្ងួនមីងម្ដាយក្រណាំងនាងអាយតាមដោយច្បាប់ស្រីក្រមួយមិនបានសំដីពាក្យទុនតិចនៃឲ្យញៀនចូលចិត្តក្នុងពេលដែលធីតាកំពុងតែសុតកំណាព្យច្បាប់ស្រីក្បែរផ្ទះនោះពីជ័យក៏បានលឺនិងបានលន់មាត់ឡើងនេះអូនធីតាពិតជាពូកែមែនសំឡេងពីរោះកិរិយាក៏ល្អពិតជាគួរឲ្យស្រឡាញ់មែនទែនក្រមួយមិនចេះរីគិតឃើញញាតឆ្ងាយចិត្តហើយឡើងឆៃស្លាទូមានមិនមានក្តីណាពីផ្អែមចរចាទៅគេស្រឡាញ់កុំជួចិត្តស្មោកំណាញ់មិនមានអស់អញនឹងញាតសន្តានកើតយងរបងផងផានកើតសុកខ្សែមខ្សានពីព្រោះកូនស្រីអីបងចៃមិនក៏ចូលមកស្ងាត់បែបនេះខ្ញុំភ័យលួប្រឡឹងអស់ហើយសុំទោសដែលបងធ្វើឲ្យភ័យតែបងចូលមកនេះព្រោះតែបងឮអូនសូត្រច្បាប់ស្រីពីរោះពេកនឹងណាចាបងតែមិនសមទេសូមបងថយចេកឆ្ងាយពីខ្ញុំបន្តិចទៅអ្នកភូមិអាចនិយាយដើមខ្ញុំបានណាអូនពិតជាមានលក្ខណៈល្អណាស់បើមិនយល់ទាស់ទេកុំឲ្យមាត់ញៀននិយាយអូនអាចយកបងជាស្វាមីបានទេបងនឹងចូលទៅដឹងតាមប្រពៃណីណាអូនរុកនាងក្រណេះបងក៏ឃើញច្បាស់ហើយម្យ៉ាងនាងថែមទាំងគ្មានមេបាផងទៀតខ្លាចតែមិនសមទេណាបងមិនអីទេបងក៏គ្មានឪពុកម្ដាយដែរតាឬក៏អូនប្រកាន់បងត្បិតបងក៏មិនមានទ្រព្យច្រើនដូចជាបរោះដតីនោះទេអត់ទេបងជាបរោះល្អណាស់អ្នកណាក៏ដឹងបើបងមានចិត្តអាណិតមេត្តាខ្ញុំក៏មិនប្រកែកដែរប្រសើរណាស់អរគុណអូនហើយដែលព្រមទទួលយកបងពួកយើងនឹងខំប្រឹងរកស៊ីជាមួយគ្នាណាអូនណាចាបងក្រោយចូលចិត្តគ្នាហើយនេះកំឡោះក្រមុំទាំងពីរក៏បានដឹកដៃគ្នាចូលរោងការតាមប្រពៃណីមានចាស់ទុំដឹងឮផងដែរអូនសំឡាញ់បងទៅនេសាទហើយណាបងម្ដងនេះនេសាទចិត្តភូមិក្បែរត្រៃម្ខាងទៅបានហើយកុំទៅឆ្ងាយពេកអីណាបានអូនមួយរយៈនេះបងនៅចិត្តនេះទេបងមិនទៅដែនទឹកឆ្ងាយនោះទេបងនឹងប្រាប់ពូដាំហើយនឹងប្អូនដទៃទៀតថាមួយរយៈនេះបងអត់ទៅនេសាទឆ្ងាយទេចាបងបើអញ្ចឹងបងទៅចាស់អូនចាំបងនៅផ្ទះណាបងប្រយ័ត្នផងបានអូនបងទៅហើយណាចា
នីជ័យចាក់ចេញបានបន្តិចស្រាប់តែលេចវត្តមាននារីម្នាក់ដែលចិញ្ចឹមចិត្តលួចស្នេហ៍នីជ័យតាំងតែពីយូរមកនឹងបានឡើងមកជាមួយក្តីកំហឹងជាខ្លាំងនាងធីតានេះក្រក៏សែនក្រមិនក៏វាអាចយកស្នេហ៍ពីបងជ័យបាននោះយើងមិនសុខចិត្តទេលេងវាឲ្យចាស់ដៃមួយសិនទៅបាននាងនួនមិនសប្បាយចិត្តនឹងស្នេហារបស់ពួកគេទេហេតុនេះបើនាងមិនបាននីជ័យក៏នាងធ្វើបាបនាងធីតារំសាយកំហឹងដែរណែនាងក្រីក្រត្រដល់រស់ពោះមួយឆ្អែតចេះសួស្ដីអ្នកនាងនួនណែកុំបាច់មកសុភាពយើងច្រេញនាងណាដើមរកខ្ញុំដល់ផ្ទះហើយក៏ពោលថាច្រេញបានចឹងមិនក៏មិនដាស់ហួរទៅអ្នកនាងចូលមកធ្វើអីនោះអើយងាប់ហើយមើលសម្ដីវានិយាយចោះកោតតែបងជ័យយកទៅកើតដែរនេះឬស្រីដែលគេល្បីថាចេះច្បាប់ស្រីនោះបានអ្នកនាងគ្មានការអីទេខ្ញុំសុំតែដាំបាយហើយអើយឈប់សិនឈប់នៅឲ្យស្ងៀមហាមកម្រើកឲ្យសោះអ្នកនាងមានសិទ្ធអីដែរទេនាងនេះអាក្រក់ណាស់ហើយឆ្លើយថែមទៀតណោះអ្នកនាងបាយសតិទេដឹងសុកមកដេលខ្ញុំដល់ផ្ទះតែម្ដងយើអើយណែនាងបើយើងមិនបាត់បងជ័យក៏ហីចោះតែយើងសុំបដៅនាងបញ្ចេញកំហឹងសិនតើអ្នកនាងចង់ធ្វើអីទេអើយគឺបោចសក់នាងនឹងហើយអ្នកនាងអូយអូយបាក់ចកេះផោងតែម្ដងអើយអ្នកនាងកាត់អីដែរទេអើយនាងមិនរួចខ្លួនទេនេះណែអូយស៊ីដីបណ្ដោយអញអើយអ្នកនាងទៅវិញទៅមើលចាស់មកអ្នកនាងសុទ្ធតែអាចកោហើយថាមន្ត្រីគេថាអ្នកនាងឆៃអាចកោផ្ទះខ្ញុំក៏ថាបានងើយនាងក្តានាងចាំមើលចាស់ជួនគ្នានោះនីច័យក៏បានមកដល់ល្មមអ្នកនាងលោកម្ចាស់ឲ្យហៅអ្នកនាងទៅលេងផ្ទះលោកសេដ្ឋីសបាត់បានអូឈប់សិនងាប់ហើយអ្នកនាងហូបអាចគោមែនទេនេះអើយអាឡប់នេះយើងមិនស៊ីអាចគោទេវើយមកល្អហើយចាប់វាភ្លាមទៅចាប់ធ្វើអីទៅអ្នកនាងភ្លើនណាស់ចាប់វាទៅយើងចង់បដៅវាបាទកុំចូលមកណែលោកចង់ធ្វើអីនាងធ្វើឲ្យអ្នកនាងយើងមិនសប្បាយចិត្តមែនទេកុំរើនៅស្ងៀមជួយផងអើយនេះណែងាប់ទៅនាងដណ្ដើមបងជ័យពីយើងមែនទេនាងងាប់ទៅនាងល្ងងនាងក្ររហាមអើយនាងនួនវីផងបោចសក់ផងនិងធាក់ផងបណ្ដាលឲ្យធីតារងរបួសឈឺពេញខ្លួនលុះឃើញថានាងទទួលសំការហើយនោះនាងនួនក៏បានដើរចេញទាំងនិយាយថាអើយសក់មកហើយទៅងាប់ចោះអាចោះទៅវិញបាទអ្នកនាងសូមអញ្ជើញមិនក៏ធ្វើបែបនេះខ្ញុំឈឺណាស់ធីតាទ្រាំឈឺកាយម្នាក់ឯងព្រោះប្តីនាងមិននៅលុះល្ងាចបន្តិចនីជ័យក៏បានមកពីនេសាទវិញនិងបានស្រែកហៅភរិយាអូនធីតាបងមកវិញហើយបងបានត្រីច្រើនទៀតផងណាធីតាក៏បានដើរចូលមកបងមកវិញហើយមែនទេប៉ាសានណែបងទៅងត់ទឹកសិនទេនេះមុខអូនកាត់អីហ្នឹងគ្មានអីទេបងអូនមិនប្រចាំហើយក៏រអិលដួនតិចទៅណាបងតែបងកុំបារម្ភអីអូនមិនឈឺនោះទេអូនស្អំថ្នាំរួចហើយណែព្រះហើយប្រពន្ធបងនេះសំណាងឲ្យដែលមិនកើតអីធ្ងន់ធ្ងរថ្ងៃក្រោយប្រយ័ត្នផងណាបងបារម្ភណាចាបងកុំបារម្ភអីលើកក្រោយអូនមិនឲ្យដួលទៀតទេបាទអូនវេលាចេះតែកន្លងការនេសាទក៏មិនសូវបានផលដែរហេតុនេះមានពេលមួយនោះនីជ័យក៏បាននិយាយនឹងប្រពន្ធថាអូនបងគិតថាបងទៅនេសាទឆ្ងាយជាមួយពូដាំវិញហើយព្រោះនៅចិត្តនេះបានតែមហូបនឹងមិនបានសល់យកទៅលក់យកប្រាក់សោះចាប់បងអូនព្រមតាមបងជានិច្ចណែសំខាន់ឲ្យតែបងចេះប្រយ័ត្នអូនទុកចិត្តហើយបាទអូនបងមុខជាធានាថាបងអាចការពារបានព្រោះបងមានចំណេញតាំងតែពីតូចនោះអីចាប់បង
វេលាមិនយូរព្រឹកស្អែកក៏បានមកដល់គ្រប់គ្នាក៏បានរៀបចេញនេសាទដូចសពដងនៅចេះមកទៅ ឯណាបាយសំណុំរបស់ខ្ញុំនោះម៉ែវា នេះពុកវាខ្ញុំត្រៀមរួចរាល់អស់ហើយ អរគុណហើយម៉ែវាម្យ៉ាងថ្ងៃនេះរៀងយូរបន្តិចហើយណាព្រោះផ្លូវឆ្ងាយខ្ញុំចង់បានត្រីល្អបន្តិច ចាពុកវា ជ័យរួចហើយមែនទេបាទពូខ្ញុំត្រៀមរួចហើយ ប្រយ័ត្នផងណាបងអូនចាំបងនៅទីនេះ កុំចាំបងអីណាបងអាចនឹងយូរបន្តិចម្យ៉ាងនៅក្បែរមាត់ទឹកអាចរងាកាត់ផ្ដាសាយបានណាអូនកុំចាំបងអី ចាប់បងបានចឹងអូននឹងដាប់បាយធ្វើម្ហូបចាំបងល្ងាចនេះអូនជូនពរបងនៃសត្វបានច្រើនណាស់នឹងបានមកវិញឆាប់ផងដែរ បានអូនបងអរគុណណាស់ពូខ្ញុំរួចហើយពូតោះតោះបងទៅហើយណាល្ងាចជួបគ្នា ចាប់បងពូដាំនិងនីជ័យក៏បានចាក់ចេញផុតទៅមីនាងតោះទៅផ្ទះពួកគេតតែល្ងាចឲ្យណោះទៅមកវិញចាំមិញថ្ងៃនោះមិនមានហាក់មិនអំណោយផលសោះធីតាក៏នៅមិនសុខទៀតដូច្នេះនាងក៏បានគិតថាមិនមានមិនស្រួលសោះខ្ញុំគួរតែចាំមើលផ្លូវបងជ័យមកទឹកសិនក្រែងមានគេឡើងទុកប៉ាំងគេឲ្យហៅបងជ័យមកវិញតែម្ដងនិយាយហើយនាងក៏បានមកមាត់ទឹកវិញហើយនាងក៏មិនទៅណាឡើយនាងចាំប្តីរបស់នាងក្នុងសភាពដ៏ស្ងាត់ជ្រងំលោកប្តីថ្ងៃនេះគ្មានអ្នកចេញទុកបន្តសោះបើបែបនេះខ្ញុំផ្ដាំឲ្យបងមកតាមណាទៅណោះសភាពមាត់ទឹកគ្មានមនុស្សទេហើយចិត្តនាងមិនស្ងប់សោះឡើយនាងរងចាំប្តីរហូតទោះបីជានាងចាំប្តីម្នាក់ឯងមិនមានប្រពន្ធអ្នកនេសាទដទៃមកក៏ដោយតែវតាអើយសុំក៏មានភ្លៀងអីខ្ញុំពិតជាបារម្ភប្តីខ្ញុំណាស់មិនដោយការសុំរបស់ធីតាទេមេឃបានភ្លៀងហើយថែមទាំងមានខ្យល់កន្ត្រាក់ក៏រន្ទះក្រាំងខ្លាំងទៀតផងបថោអីលោកប្តីសុំបងមកវិញមកអូនបារម្ភពេកណាស់មីងសោកបានដើរមកដល់អើយមេឃភ្លៀងណាស់ធីតាអើយតើពួកគេមកវិញហើយឬនៅណែមីងដូចជាបារម្ភពួកគេណាស់នៅតែមីងខ្ញុំសម្លឹងមើលទៅមិនឃើញមានសមាទុកអ្នកនៃសត្វណាម្នាក់មកវិញសោះអើយភ្លៀងខ្លាំងណាស់ហើយមិនក៏ចិត្តយប់ទៀតទេវតាអើយសូមថែរក្សាអ្នកនេសាទទាំងអស់ឲ្យបានសុខផងចុះអ្នកមិញមកចុះមានទុកមកហើយប្រសើរណាស់មិញធូរចិត្តហើយទុកប៉ាត់ជាមកមែនហើយតែជាការខកចិត្តទុកនោះมันមានវត្តមានរបស់ពូសុកនិងនីជ័យទេព្រះអើយឃើញតែទុកអ្នកផ្សេងចុះលោកប្តីខ្ញុំនៅឯណាមិនក៏មិនមកបែបនេះទុកមកមួយហើយមួយទៀតតែគ្រប់ទុកដែលមកក៏មិនមានវត្តមានបងជ័យសោះអូនភ័យណាស់ប្រពន្ធអ្នកនេសាទដតីផុតភ័យព្រោះបានជួបប្តីគ្រប់គ្នាចំណែកមីងសក់និងធីតាក៏បានសួរដំណឹងនេះពីអ្នកនេសាទផ្សេងទៀតដែរតែជាអកុសលគ្មានអ្នកណាបានឃើញវត្តមានរបស់ពូដាំនិងនីជ័យឡើយមីងអើយមិនកាន់តែចប់ហើយតែប្តីមីងនិងប្តីរបស់ខ្ញុំមិនឃើញមកសោះមិញពិតជាភ័យណាស់ក្មួយការរងចាំដល់សែនអន្តេសានឹងហាក់មិនមានសង្ឃឹមនោះមួយសន្ទុះក្រោយមកក៏ប្រែជាមានសង្ឃឹមវិញព្រោះបរិះម្នាក់កំពុងតែមកហើយមិញមកចុះមានមនុស្សមកហើយមែនហើយប្រសើរណាស់ម៉ែវាខ្ញុំមកវិញហើយពុកវាគឺពុកវាមែនអើយខ្ញុំធូរស្បើយក្នុងទ្រូងណាស់ណាពុកវាបាទម៉ែវាពូចុះឯណាប្តីរបស់ខ្ញុំនោះពូសុំទោសផងណាពូខំជួយជ័យណាស់ដែរប៉ុន្តែជួយគេមិនបានទេព្រោះទឹកគួចយកគេទៅបាត់ឲ្យក្មួយមិនអាចទេមិនបាត់ទេពូសុំទោសណាគឺមានតបានព្រះសំពះទេវតាប៉ុណ្ណោះទេក្មួយ
ពុទ្ធោអើយក្មួយរឹងមាំឡើងណាទៅផ្ទះវិញទៅខ្យល់ខ្លាំងណាស់ពុទ្ធោអើយបងចៃតើបងទៅដល់ណាហើយមិនកាន់តែងងឹតខ្យល់កាន់តែខ្លាំងតែធីតាមិនទៅណាទេនាងរងចាប់ប្តីរបស់នាងរហូតបាយមិនណឹកទឹកមិនស្រេកទៀតផងអូននឹងស្លាប់ក៏ឲ្យចុះអូននឹងចាំបងនៅទីនេះអូនមិនទៅណាទេធីតាចាំហើយចាំទៀតទោះបីមិញសោកពូដាំនិងអ្នកភូមិផ្សេងទៀតនិយាយអង្វរឲ្យនាងសម្រាប់បែបណាក៏ដោយនាងមិនឈប់រងចាំដែរហើយទីបំផុតនាងក៏បានស្លាប់ក្បែរមាត់ជ្រះវិញ្ញាណរបស់ធីតាក៏បានហោះអណ្ដែតឡើងនាងខ្ញុំសូមសច្ចាដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយត្បិតអីខ្ញុំរងចាំប្តីមិនទៅណាទេហេតុនេះសូមឲ្យរូបកាយសាកសពរបស់ខ្ញុំខ្លាយទៅជាថ្មឈរចាំប្តីផងទៅចុះហាក់មានការទទួលដឹងឮពីវត្ថុស័ក្តិសិទ្ធិមែនរូបកាយសាកសពធីតាក៏បានខ្លាយទៅជាថ្មឈរចាំប្តីនាងមាត់ទឹកចាប់ពីពេលនោះតែម្ដងខ្ញុំអាណិតធីតាណាពួកយើងពិតជាស្ញើសរសើរពីភាពស្មោះត្រង់របស់នាងណាពុកវាអើយយើងគួរតែរៀបទីសក្ការៈគោរពបូជាទៅល្អទេម៉ែវាមើលចុះធីតាបានខ្លាយជាថ្មបាត់ទៅហើយខ្ញុំថារឿងកើតចម្លែកបែបនេះនៅទីនេះមុខជាមានបារមីស័ក្តិសិទ្ធិបំផុតហើយដែលឃើញរឿងរ៉ាវរបស់ធីតាបែបនេះមិញសោកនិងពូដាំរៀបចំសែនថ្វាយអ្នកភូមិគ្រប់គ្នាក៏តែងតែបន់ស្រន់សុំសេចក្តីសុខគ្រប់ពេលជាពិសេសគឺអ្នកនេសាទតែម្ដងបងចៃមិនថាច្រើនឆ្នាំច្រើនខែអូននឹងចាប់បងនៅទីនេះរហូតណាអូននៅតែរំពឹងថាថ្ងៃណាមួយនោះបងនឹងមកផងទៅចុះវេលាមិនយូរស្រាប់តែនីជ័យបានវិលមកវិញតែគាត់បែរជាមកជាមួយនឹងនារីម្នាក់ទៀតផងដែរនៅចុងភូមិអូនដូចជាភ័យខ្លាចប្រពន្ធបងចាំមិនទេតិចនាងមកបោចសក់អូនទេដឹងអូនសម្លាញ់បងល្បីថានាងស្លាប់បាត់ទៅហើយអូនកុំបារម្ភអីណាចាបងល្បីថានាងស្លាប់ខ្លាចទៅជារូបចម្លាក់មែនទេបងក៏ល្បីបែបនោះដែរតែបងមិនជឿទេមនុស្សឯណាឈររហូតដល់ខ្លាយជាថ្មបាននោះវាដូចជាកំ pl ែងពេកណាមែនហើយបងតែបងបងនាំអូនទៅមើលកន្លែងនាងរងចាំបងផងបានទេថាមិនត្រូវអ្នកភូមិសាងសង់រូបនាងទុកសោយចំអកឲ្យមើលទៅនោះមានស្រីអាណាឈររងចាំដល់ងាប់បែបនេះបានបងនាំអូនទៅមើលចុះណាមួយបងក៏ចង់ដឹងដែរថាអ្នកភូមិសង់បានស្អាតឬក៏អត់ចាបងតោះទៅនិយាយគ្នាហើយនីជ័យក៏បាននាំប្រពន្ធថ្មីទៅកាន់កន្លែងរូបសំណាក់តែម្ដងនិយាយគ្នាហើយគូស្នេហ៍ទាំងពីរក៏បានទៅដល់ទីនៃរូបសំណាក់របស់ធីតាចាំស្នេហ៍ជំរាបសួរពូជ័យគឺជ័យមែនទេបាទគឺខ្ញុំមែនហើយពូនេះជាប្រពន្ធខ្ញុំជំរាបសួរពូបាទនឹងមានន័យតែក្មួយមិនទាន់ស្លាប់ទេមែនទេបាទនៅទេពូកាលនោះខ្ញុំបានរសាត់ទៅដល់ភូមិផ្សេងហើយអូនមាលាជាអ្នកជួយខ្ញុំណាពូមើលចុះនាងល្អណាស់ចុះក្មួយកាលនោះមិនក៏មិនត្រឡប់មកវិញប្រពន្ធក្មួយចាំក្មួយឡើងខ្លាយជាថ្មទៅហើយណានេះពូក៏និយាយថាធីតាចាំខ្ញុំដល់ខ្លាយជាថ្មដែរមែនទេវាគួរឲ្យអស់សំណើចណាពូក្មួយដឹងទេនេះគឺជាការពិតទាំងអស់ណាហើយរូបសំណាកនេះគឺជានាងពិតមែនមិនមែនយើងសាងសង់ទេពូដូចជាលេងសើចពេកហើយគួរឲ្យអស់សំណើចមែនតាតែក្នុងលោកនេះមានអ្នកស្នេហ៍ស្មោះដល់ខ្លាចជាថ្មដែរអីគឺមានគឺធីតានេះហើយក្មួយនិយាយមកមើលមិនក៏មិនមកវិញកាលនោះពូមិនមែនថាខ្ញុំមិនចង់មកវិញនោះទេតែកាលនោះនាងធីតាក្រណាស់ចំណែកអូនមេលាជាអ្នកមានតែខ្ញុំបោះចោលពេជ្រមកយកថ្មយ៉ាងម៉េចអង្កើតទៅក្មួយនិយាយពាក្យនេះចំពោះមុខរូបសំណាកក្មួយធីតាអញ្ចឹងអីក្មួយមិនអាណិតដល់ចិត្តធីតាមិនតិចផងទេមែនទេពូកាន់តែនិយាយកាន់តែភ្លាវហើយខ្ញុំមិនយល់ថាហេតុអីបានជានាងស្លាប់ទេហើយពូចង់ឲ្យខ្ញុំស្លាប់ទៅតាមនាងដែរមែនទេមិនមែនអញ្ចឹងទេក្មួយតែក្មួយមិនគួរណាក្បត់ចិត្តនាងទេឥឡូវក្មួយមើលទៅមើលរូបសំណាកកំពុងតែយំហើយនោះថ្មនឹងពេជ្រវាមិនដូចគ្នាទេពូបានហើយតោះអូនយើងទៅផ្ទះបងវិញចាប
បងអូនធុញបរោះចំណាស់នេះណានីជ័យនិងនាងមីលីក៏បានដើរចាក់ចេញទៅ ក្មួយហើយក្មួយបើវិញ្ញាណក្មួយនៅចិត្តនេះសូមក្មួយកុំខឹងអីណាកុំពិបាកចិត្តអីអហោសិកម្មឲ្យគ្នាផងទៅ ពូដាំពលសំហើយក៏បានចាក់ចេញចំណែកវិញ្ញាណរបស់ធីតាខឹងណាស់ហេតុនេះនាងក៏បានចេញមកតែនិយាយថាការរងចាំជាមួយនឹងក្តីរំពឹងក្តីស្រឡាញ់ក្តីមេត្តាបែរជាបានមកវិញជាមួយនឹងភាពក្បត់មែនទេចាំមើលចុះមនុស្សប្រអត់តែចិត្តក្បត់យើងកាច់បំបាក់កទាំងអស់ធីតាពេលនេះមិនមានចិត្តមេត្តាទៀតទេនាងខឹងខ្លាំងណាស់ហេតុនេះប្រោតឲ្យចង់ក្បត់ចង់មកបន់ស្រន់នាងនឹងកាច់កទាំងអស់តែម្ដងធីតាខ្ញុំដឹងថាឯងស័ក្តិសិទ្ធជួយមនុស្សស្មោះខ្ញុំសុំទោសដែលធ្វើដាក់ឯងកាលនោះតែឯងជួយខ្ញុំផងទៅប្តីខ្ញុំវាក្បត់ខ្ញុំរហូតឯងជួយកាច់វាឲ្យងាប់ទៅបានទេជួនគ្នានោះនាងមីលីក៏បានដើរចូលមកព្រះអើយស្រីស្អីបន់ឲ្យវិញ្ញាណទៅកាច់ប្តីទៅកើតប្តីនោះវាក្បត់ចិត្តយើងវាធ្វើបាបខ្ញុំណាស់បើធីតាកាច់វាមេនោះវាជារឿងល្អណាស់ខ្ញុំមិនស្ពីទុកទៀតទេល្បីថានាងក៏ចង់បានបង្ចៃដែរប៉ុន្តែកុំប្រាប់ថាសុំឲ្យកាច់ប្តីរួចទៅយកបង្ចៃដែរនោះមែនខ្ញុំធ្លាប់ស្រឡាញ់បង្ចៃតែខ្ញុំក៏មានប្តីហើយដែរហើយក៏ស្មោះនឹងប្តីខ្ញុំណាខ្ញុំមិនដណ្ដើមប្តីគេដូចជានាងឯងទេយើងមិនបានដណ្ដើមទេប្តីគេមករកយើងតានាងក្រន់បើមែនធីតាឯងមើលចោះស្រីនេះវាប្រហើនណាស់តែឯងចង់ឲ្យវារួចខ្លួនសាងរឿងអាក្រក់ចេះអត្តពលដល់ក្មេងចំនួនក្រោយមែនទេគួរឲ្យអស់សំណើចណាស់គ្មានវិធីខត់ប្តីបែរជាមកបន់រូបសំណាក់ថ្មដែលគ្មានវិញ្ញាណទៅកើតដែរនេះចយផងដែរជួនគ្នានោះគាត់ក៏បានរត់មកយ៉ាងលឿន អ្នកនាងនួនមិនស្រួលទេលោកប្រុសស្រាប់តែក្អួតឈាមហើយស្លាប់បាត់ទៅហើយ អើយថាម៉េចធីតាឯងពិតជាស័ក្តិសិទ្ធិដល់ម្លឹងផងមែនទេអើយព្រះអើយខ្ញុំដូចជាភ័យណាស់ អ្នកនាងទៅមើលលោកប្រុសផងទៅ ចាឃើញរឿងកាត់ឡើងលើគ្រួសារនាងនួនតាំងពីពេលនោះមកទៀតរោគសំណាក់របស់ធីតាកាន់តែធ្វើឲ្យគ្រប់គ្នាខ្លាចពិសេសពួកបរោះដែលមានចិត្តក្បត់តែម្ដងគ្រប់គ្នាឈួតហើយរោគសំណាក់ថ្មដែលពូដាំធ្វើឡើងនេះមិននឹងអាចស័ក្តិសិទ្ធិបានទេនេះគ្រាន់តែជាល្បិចពូដាំដើម្បីប្រមូលសំណែននិងរកកម្រៃតាក្នុងពេលនោះធីតាក៏បាននិយាយដោយសំឡេងមកថាតានាងចង់បន់ស្រន់ដែរមែនទេអ្នកណាគេនិយាយហ្នឹងបែរក្រោយមកចឹងនៅទីនេះចឹងនឹងបង្ហាញឲ្យឯងឃើញនាងជាវិញ្ញាណខ្មៅរូបថ្មនេះមែនទេមែនហើយធីតាគ្រានោះឃើញថាមីលីជាមនុស្សមិនល្អមើលងាយគេធីតាក៏បន្លាចមីលីធ្វើជារូបមិនស្អាតមុខខុងភ្នែកលៀនអណ្ដាតវែងផងដែរអីខ្មោចជួយផងមីលីភ័យពេកនាងក៏បានកើតជាឈួតរត់ចេញបាត់ទៅចំណែកនីជ័យក៏បានមកដល់និងបាននិយាយថាទេមុននេះមាលាមកទីនេះតានាងតាណាអញ្ចេះមកវិញទៀតហើយមែនទេអាប្រុសក្បត់ដូចជាមាននរណាគេកំពុងតែជេរខ្ញុំគឺចឹងនៅទីនេះអូនធីតាអូនជាខ្មោចមែនទេបងខ្លាចហើយកុំកាច់បងអីចឹងលេងស្ដាប់ហើយងប់ទៅមិនមានក្តីមេត្តាទៀតឡើយធីតាបានកាច់កនីជ័យស្លាប់បាត់ភ្លាមមួយរំពេចចាំងវេទនាទៀតផងថាហើយឲ្យតាជាប្រុសក្បត់ត្រូវតែងប់ទាំងអស់រឿងធីតាកាច់បរោះក្បត់កាន់តែល្បីហើយអ្នកភូមិក៏កាន់តែបារម្ភហេតុនេះពួកគេក៏បាននិមន្តព្រះសង្ឃមួយអង្គចូលមកក្មួយធីតាពូដឹងតែក្មួយស័ក្តិសិទ្ធិណាស់ហើយក្មួយក៏ពេញទៅដោយកំហឹងផងដែរតែក្មួយធ្លាប់ជាមនុស្សល្អមានមេត្តាក្មួយកំសាងបាបដោយសារតែមនុស្សធ្វើបាបចិត្តក្មួយអីណាមែនហើយញោមអាត្មាផងដែរចាំអាត្មាសូត្រធម៌ឧទ្ទិសកុសលជូនញោមទៅចុះលើបែបនេះហើយវិញ្ញាណរបស់ធីតាក៏បានបង្ហាញខ្លួនចេញមកនិងបាននិយាយទាំងឈឺចាប់ទៀតផងខ្ញុំមិនអាចរំងាប់កំហឹងបានទេពួកប្រុសដែលមានចិត្តក្បត់ត្រូវតែងប់ទាំងអស់យើងមិនទុកអ្នកណាឡើយញោមស្រីសូមកំសាងបាបកម្មទៀតអី
ញោមមានបន់ច្រើនណាស់ញោមនឹងកើតជាតិថ្មីដែលល្អណាដឹងទេ ចាស់ពួកប្រុសដែលក្បត់នោះបានសឹករហូតតទៅមែនទេព្រះតេជគុណ អត់ទេញោមពួកគេនឹងមានបាបទៅតាមកម្មរៀងខ្លួនជឿចុះទុកឲ្យកម្មចាត់ចែងទៅណាញោមមែនហើយក្មួយជាគំរូនៃភាពស្មោះត្រង់របស់មនុស្សស្រីក្មួយកុំធ្វើជានារីដែលពោពេញដោយកំហឹងអីណាក្មួយ តែខ្ញុំពិតជាពិបាកធ្វើចិត្តណាស់ ក្មួយជាមនុស្សល្អណាស់ក្មួយត្រូវតែយកឈ្នះចិត្តកាចសាហាវឲ្យបានណាឮទេ ចាស់ពូខ្ញុំនឹងព្យាយាមខ្ញុំអរគុណពូណាស់ដែលតែងតែណែនាំអប់រំនិងរៀបចំការពីរូបសំណាករបស់ខ្ញុំនេះខ្ញុំលាហើយណាពូ នឹងហើយក្មួយទៅចុះសូមឲ្យញោមមានសំណាងល្អផងទៅចុះ រំងាប់កំហឹងបានហើយធីតាក៏បានស្រាលខ្លួនហើយវិញ្ញាណរបស់នាងក៏បានហោះរសាត់ទៅឆ្ងាយឡើងកំហឹងបានរលាយកាយក៏ត្រជាក់លឺវិញ្ញាណរបស់ធីតារសាត់ទៅឆ្ងាយរូបសំណាករបស់នាងក៏បានប្រេះបែកខ្ទេចខ្ទីហើយអ្នកភូមិក៏បានសង់រូបសំណាកសាជាថ្មីទុកជាតំណាងនៃភាពស្មោះត្រង់របស់ភរិយាចំពោះប្តីនិងគោរពតរៀងទៅ